before and also after បើសិនជាអ្នកគ្នាថតមកបានវីដេអូឆេះបែបនេះអ្នកគ្នាប្រហែលជាគិតថារូបហ្នឹងវាវីដេអូហ្នឹងវាឆេះអញ្ចឹងប្លង់ហ្នឹងយើងអាចយកបានទេអញ្ចឹងប្លង់ហ្នឹងយើងត្រូវតែចោលហើយប៉ុន្តែថ្ងៃនេះអត់ទេខ្ញុំនឹងនាំអ្នកគ្នាទៅកែពីរូបដែលឆេះបែបនេះមកជារូបដែលយើងអាចមើលទៅវាតិចភ្នែកបែបនេះតាមបទពិសោធន៍ខ្ញុំជាក់ស្ដែងភាគច្រើនគឺខ្ញុំថតរៀងល្ងឹតបន្តិចស្រួលខ្ញុំយកមកកែវិញប៉ុន្តែដល់ពេលដែលយើងថតឆេះអញ្ចេះគឺរៀងពិបាកកែបន្តិចហើយបើសិនជាអាចឆេះខ្លាំងប្រហែលជាពិបាកកែជាងនេះទៀតប៉ុន្តែខ្ញុំមានតិចនិចដែលខ្ញុំកែនេះគឺជា project ដែលខ្ញុំបានកែហើយនេះគឺជា project ដែលខ្ញុំអត់ទាន់កែអញ្ចឹងអ្នកគ្នាចូលមកវីដេអូអ្នកគ្នាចូលទៅកន្លែង adjust នេះ adjust នៅកន្លែងនេះបន្ទាប់មកយើងអូសមកក្រោមមកគឺឃើញថាខ្ញុំដកអីគេខ្លះ exposure អ្នកគ្នាអាចដាក់0ក៏បានឬក៏អ្នកគ្នាចង់ឲ្យវាងឹតបន្តិចអ្នកគ្នាអាចដាក់ដក1ឬក៏ដក2អីក៏បានដែរតែភាគច្រើនដកតែបន្តិចបានហើយឬក៏កុំដកតែចំពោះ highlight ហេតុអីបានខ្ញុំដក highlight នេះគឺជាកន្លែងដែលភ្លឺខ្លាំងកន្លែងដែលភ្លឺនៅtrongម្ហូបនេះភ្លឺខ្លាំងអញ្ចឹងខ្ញុំដក highlight តអស់ជាមួយ contrast គឺជាកន្លែងដែលធ្វើឲ្យពណ៌ទៅលើប្លង់របស់យើងនោះវាដិតជាងមុនអញ្ចឹងបើសិនជាខ្ញុំបន្ថែមជាងនេះគឺវាដិតជាងនេះអញ្ចឹងយើងបន្ថែមល្មមដែលយើងគិតថាវាស្អាតអញ្ចឹងប៉ានេះស្អាតហើយអញ្ចឹងបន្តមកទៀតខ្ញុំតម្លាក់ brightness ចំពោះកន្លែង brightness គឺខ្ញុំតម្លាក់ឲ្យពណ៌វារៀងដិតជាងមុនអ្នកនេះអាចឃើញបានថាពេលដែលយើងតម្លាក់ទៅពណ៌វារៀងដិតជាងមុនពេលដែលតម្លាក់ខ្លាំងសូម្បីតែពណ៌នេះក៏ដិតជាងមុនដែរអូខេអញ្ចឹងតម្លាក់មកមុំទៅតាមរូបភាពជាក់ស្ដែងហើយចំពោះនឹង shape ខ្ញុំដាក់ហ្នឹងឯងខ្ទង់10ជាងហ្នឹងដើម្បីឲ្យវារៀង shape ទៅលើរូបបន្តិចវារៀងច្បាស់ទៅលើរូបបន្តិចបែបនេះមកបែបនេះប៉ុន្តែមិនមែនតែប៉ុណ្្នឹងទេគឺខ្ញុំកែទៅលើ ASL នេះគឺវីដេអូមុនខ្ញុំធ្លាប់និយាយម្ដងហើយទៅលើ ASL នេះគឺយើងបន្ថែម color បើសិនជាយើងកែអញ្ចឹងហើយយើងអត់កែ color ទេពណ៌ហ្នឹងគឺវា slate អត់មានរសជាតិណាអ្នកនាងយល់អត់មានរសជាតិទេអញ្ចឹងខ្ញុំតម្លាក់ដូចខ្ញុំនិយាយអញ្ចឹងគឺតម្លាក់ brightness តម្លាក់ brightness តម្លាក់ saturation តមកអានេះក៏ដូចគ្នាតមកអានេះតម្លាក់ brightness 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 អញ្ចឹងអានេះគឺជាតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំតែងតែកែប្លង់កែរូបកែវីដេអូអីក៏ដោយគឺខ្ញុំភាគច្រើនគឺខ្ញុំកែបែបហ្នឹងហើយដល់ពេលដែលកែហើយនេះគឺជារូបភាព before and also after នេះគឺជាការកែរបស់ខ្ញុំវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនាងចង់ដឹងអីបន្ថែមទៀតកុំភ្លេច comment សួរនៅខាងក្រោមហើយបើមានតិចល្អផ្សេងទៀតកុំភ្លេច comment ឲ្យគ្នាយើងបានប្រើទាំងអស់គ្នាផង